បាទសួស្តីថ្ងៃនេះមកបង្កើតនៅ ID និង password EPS topic សម្រាប់ឆែកតាមដានមើលឈ្មោះបន្ទាប់ពីកូនសិស្សបានដាក់ពាក្យប្រហែល1អាទិត្យជាងហើយឥឡូវមកសាកបង្កើតនៅ ID អញ្ចឹងយើងចូលទៅក្នុង Google Chrome ចុចកន្លែង search យកពាក្យថានេះមានស្រាប់ណា www.epa.go.kr login មកយើងចូលកន្លែងនេះ www.epa.go.kr ពេលដែលចេញបែបនេះដើម្បីឲ្យងាយស្រួលគឺយើងដូរភាសាសិនមកជាភាសាខ្មែរយើងយកពាក្យ Cambodia ចុចលើពាក្យ Go នេះចេញមកជាទង់ជាតិខ្មែរយើងហើយអញ្ចឹងដើម្បីបង្កើតនៅ ID password នេះបានសូមបងប្អូនត្រៀមនៅលេខកូដដែលយើងសម្រាប់ប្រឡងហើយនឹងលេខ passport ដែលយើងបានដាក់ពាក្យពីថ្ងៃមុនអញ្ចឹងដើម្បីបង្កើតយើងចូលទៅយើងចុចពាក្យបន្ទាប់ទៀតមកដល់កន្លែងនេះគេឲ្យយើងបំពេញលេខកូដប្រឡងនៅលេខកូដប្រឡងបាទហើយអញ្ចឹងខាងលើយើងបំពេញលេខកូដប្រឡងខាងក្រោមយើងបំពេញនៅលេខ passport ដែលយើងបានដាក់ពាក្យថ្ងៃមុននោះបាទអញ្ចឹងយើងសរសេរមកអញ្ចឹងសូមអធិស្ឋានខ្ញុំសូមបិទបន្តិចព្រោះការពារកុំឲ្យ Facebook ចាប់បានពេលខ្លះអាចនឹងលុបនៅវីដេអូរបស់យើងអញ្ចឹងយើងវាយលេខកូដប្រឡងបាទវាយហើយខាងក្រោមមកដល់ខាងក្រោមនេះគឺយើងវាយនៅលេខ passport វាចូលមកអញ្ចឹងបន្ទាប់ពីយើងបានវាយហើយនេះចុចកន្លែងនេះបញ្ជាក់បន្ថែមចុចអូខេនៅពេលដែលចេញបែបនេះសូមយើងចុចកន្លែងនេះណា I agree មកចុច tick មកទាំងអស់ហ្នឹងមានប្រមាណយើងចុចអស់មក tick ចុចអស់មកអូខេនៅពេលដែល tick ហើយយើងចុចកន្លែងនេះណាវាចុចពណ៌ខៀវនេះមកនិចហ្នឹងបាទឥឡូវនេះគឺចេញឈ្មោះហើយនឹងឆ្នាំខែទីកំណើតរបស់យើងបាទនេះបងប្អូនជួយមើលទៀងទាត់ថាតើត្រឹមត្រូវដែរឬទេមកដល់ចំណុចខាងក្រោមគឺវគ្គដែលយើងបង្កើតនៅ ID យើងចង់ដាក់ឈ្មោះផ្សេងក៏បានចង់ដាក់ឈ្មោះផ្ទាល់ខ្លួនយើងក៏បានតែយល់ល្អដើម្បីឲ្យងាយឆាប់ចាំបងប្អូនដាក់ឈ្មោះខ្លួនឯងតែម្ដងមកបាទខាងលើនេះគឺយើងវាយនៅ ID គឺឈ្មោះចំណែកខាងក្រោម password គឺយើងសរសេរអក្សរធំអក្សរតូចសរសេរលេខបន្ទាប់មកយើងដាក់សញ្ញាអ្វីមួយដូចជាសញ្ញាដុល្លារអញ្ចឹងមកតែឥឡូវចាប់ផ្ដើមសរសេរចំណែកខាងក្រោមនេះគឺយើងបង្កើតនៅ password គឺយើងចាប់ផ្ដើមសរសេរពីអក្សរធំណាអក្សរធំមកយើងសរសេរអក្សរតូចធម្មតាបន្ទាប់មកយើងសរសេរលេខហើយបងប្អូនអាចដាក់ចំណាំនៅសញ្ញាអ្វីមួយដូចជាសញ្ញារូបដុល្លារក៏បានដាក់សញ្ញាទ្រង់ជ្រូកក៏បាន
បាទខាងក្រោមនេះគឺយើងសរសេរនៅ password ដូចខាងលើបើខាងលើសរសេរមិនខាងក្រោមគឺសរសេរដូចគ្នាចឹងយើងផ្ទៀងផ្ទាត់ធ្វើយល់ល្អបងប្អូនគួរតែថត screen ទុកណាការពារកុំឲ្យយើងភ្លេចពិបាកបង្កើតសារថ្មីមកដល់ចំណុចខាងក្រោមនេះគឺយើងសរសេរ Gmail ចូលណាបងប្អូនបង្កើតតាមណាសរសេរតាមនោះមកនេះកន្លែងដែលយើងជ្រើសរើសបាទនេះកន្លែងនេះគេសួរថាតើយើងនឹងចង់ចូលជាសមាជិកដែរឬអត់អញ្ចឹងយើងចុច OK មកបាទចុច OK បន្តទៀតចេញបែបនេះបានន័យថាការបង្កើតនៅ ID password របស់យើងនឹងគឺទទួលបានជោគជ័យរួចរាល់អស់ហើយអញ្ចឹងយើងចូលមក login ដើម្បីតាមដាននៅឈ្មោះរបស់យើងអញ្ចឹងសូមបងប្អូនដូរភាសាសិនមកយក Cambodia បាទចុចពាក្យ Go ដើម្បីដូរភាសាអូខេអញ្ចឹង ID ដែលយើងបង្កើតមិញនឹងយកមក login ចូលខាងលើគឺយើងសរសេរនៅ ID ខាងក្រោម password អញ្ចឹងសូមបញ្ជាក់ថាកាលណាបងប្អូនមិនចាំ ID password ទេយើងព្យាយាម login ចាប់ពី5ដងឡើងទៅនៅតែខុសគឺគេប្លុកហើយដោយទាមទារឲ្យបងប្អូនទាញយកនៅ ID ទាញយកនៅ password សារជាថ្មីម្ដងទៀតអញ្ចឹងខ្ញុំសរសេរចូលនៅ ID ខាងក្រោមសរសេរ password ដែលខ្ញុំបង្កើតមិញហ្នឹងគឺមានអក្សរធំអក្សរតូចបន្ទាប់មកលេខបន្ទាប់មកសញ្ញាសម្គាល់អ្វីមួយណាមិញខ្ញុំដាក់ដុល្លារបាទចុច login បាទទៀងទាត់ហើយយើងចុច login អូខេអញ្ចឹងឥឡូវនេះគឺទាមទារគេឲ្យយើងវាយនៅឆ្នាំខែនិងថ្ងៃទីចូលណាអញ្ចឹងបងប្អូនវាយឆ្នាំមុនបន្ទាប់មកសរសេរខែបន្ទាប់មកសរសេរទីបាទដោយសារនៅក្នុងប្រទេសកូរ៉េហ្នឹងគឺគេប្រើឆ្នាំមុនបន្ទាប់មកខែបន្ទាប់មកថ្ងៃណាឥឡូវខ្ញុំឧទាហរណ៍បងប្អូនកើតនៅថ្ងៃទី20ខែ9ឆ្នាំ2005អញ្ចឹងយើងត្រូវសរសេរឆ្នាំមុន2005យើងសរសេរ05ខែ9យើងសរសេរ09ទី20គឺយើងសរសេរ20ធម្មតាបន្ទាប់មកចុច next អូខេនៅពេលដែលចេញបែបនេះសូមបងប្អូនចូលទៅមើលដំណើរការអន្តោប្រវេសន៍ដើម្បីតាមដានមើលឈ្មោះរបស់យើងថាតើក្រសួងបានបញ្ជូនឈ្មោះយើងដល់ណាហើយបាទនេះឈ្មោះរបស់គាត់ទើបតែបញ្ជូនទេដោយសារគាត់ទើបនឹងបានដាក់ពាក្យបានប្រហែល7ថ្ងៃជាងបងប្អូនណាអញ្ចឹងការឆែកឈ្មោះការបង្កើតនៅ ID password មានប៉ុណ្ណឹងឯងបងប្អូនអាចព្យាយាមធ្វើដោយខ្លួនឯងណាសូមអរគុណច្រើនហេងសំណាងល្អទាំងអស់គ្នា